ថ្ងៃនេះគឺជាអញពីទឹកដីក្រុងប៉ោយប៉ែតខ្ញុំមានកន្លែងផ្សេងមួយចង់បង្ហាញពុកម៉ែបងប្អូនយើងប្រហែលជាស្គាល់ហើយតាក់ទងជាមួយនឹងភេទជ្ជៈមួយកន្លែងនេះគឺមានឈ្មោះថាមលុបបេងណាហើយមែនតើទៅបេងហ្នឹងគឺប្រភេទជាបេងដើមខ្មៅទៀតចង់និយាយថាដើមវាខ្មៅល្អគាត់ដើម2ដើមមានដើមសម្ដើមខ្មៅម្ដើមហើយចង់និយាយថានៅទីនេះបងប្អូនអើយតាក់ទងមួយភេទជ្ជៈគឺមានច្រើនមកខ្ញុំមកដល់ព្រឹកនេះគឺគាត់កំពុងតែវិកខ្ចប់ឲ្យភ្ញៀវណាអានេះគឺជាសកម្មភាពដែលគាត់វិកខ្ចប់ឲ្យភ្ញៀវទៅតាមអគារមួយព្រោះនៅប៉ោយប៉ែតបងប្អូនយើងដឹងស្រាប់ហើយភាគច្រើនគឺអគារជីច្រើនហើយបើតាមឃើញចេះស្ដែងនៅកន្លែងគាត់ក៏មានកន្លែងអង្គុយញ៉ាំដែរចង់និយាយថាបងប្អូនការនេះគាត់របស់គាត់មើលទៅគឺស្អាតមានកន្លែងអង្គុយញ៉ាំមានបកាមានព្រៃព្រឹក្សាអញ្ចឹងណាហើយបងប្អូនបានឃើញស្រាប់ទាំងដើម3នេះគឺខ្មៅសុទ្ធមិនមែនខ្ញុំចេះតែនិយាយទេខ្មៅសុទ្ធតែម្ដងណាគាត់ដាំ2ដើមមានសម្ដើមខ្មៅម្ដើមហើយគាត់ធ្វើតូបហ្នឹងគឺនៅក្រោមដើមបេងខ្មៅនឹងឯងហើយកាហ្វេជុតពីគាត់គឺចង់និយាយថាព្រឹកឡើងគឺមានបងប្អូនយើងគាត់មកអង្គុយញ៉ាំជាហូរហែអញ្ចឹងទៅប៉ុន្តែពីច្រើនគឺខ្ចប់ច្រើនចាំមើលសាកសួរបងស្រីមើលថាតើគាត់លក់នៅទីនេះចាប់ពីម៉ោងប្រហែលអីម៉ោងប្រហែលពួកអីខ្ញុំមករដងមិនដែលបានជួបគាត់ទេភាសាបងណាប្រហែល100បងផឹកមិញនេះផឹកមិញចូលប្រហែលជា700ខែ700អាហ្នឹងពេលព្រឹកណាពេលព្រឹកនិយាយមែនទេបងលក់ពីម៉ោងម៉ានដល់ម៉ោងម៉ានខ្ញុំលក់ពីម៉ោង7ព្រឹកដល់ម៉ោង5ល្ងាចពីម៉ោង7ព្រឹកដល់ម៉ោង5ល្ងាចចាលក់តែ5ល្ងាចទេពុយប៉ែកដាដល់កដាត្រៀនបងចាខ្ញុំមានកម្លាំងធំប៉ុណ្ណឹងមានកម្លាំងធំប៉ុណ្ណឹងពេលយប់ទុកពេលដើរលេងខ្លះហើយចាពេលយប់ទុកពេលមេកូនអូខេបងហើយបងនេះម៉នុយមានប្រហែលមុខបងមានច្រើនណាអូនមានច្រើនចាចូលប្រហែលជា30-40មុខដែរ30-40មុខចានឹងអត់ទាន់ដាក់ថែមថ្មីទៀតទេហ្នឹងអូខេហើយបើតាខ្ញុំឃើញដូចជាមានម៉ាស៊ីនមានម៉ាស៊ីនមានហ្វីនមានកាហ្វេម៉ាស៊ីនមានហ្វីនចាហើយមួយទៀតខ្ញុំចាប់អារម្មណ៍ទៅលើការវាខ្ចប់មិញណាបងមកទៅស្អាតមានกระดาษធ្នាប់ទ្រាប់ឯណាហើយមានបែបគេហៅថាអីគេតែបិទទៅលើមកដូចចាយើងការពារកុំឲ្យពេលដែលភ្ញៀវគាត់ខ្ចប់ទៅវាមានហៀអូខេបងតាមផ្លូវអញ្ចឹងណាហើយនៅនេះភ្ញៀវនៅក្នុងដៃបងភាគច្រើនជាជនជាតិភាគច្រើនជនជាតិថៃជនជាតិឥណ្ឌូចិនមួយក៏ខ្មែរយើងក៏មានដែរខ្មែរយើងក៏មានដែរចាមានប្រហែលជា30-40%យើងបាទហើយប្រហែលខ្ញុំឃើញចេញទៅមកយួរ2យួរមិញ700គៀហ្នឹងទៅខាងណាបងទៅថៃតាមអគារចាតាមអគារចាមានថៃមានថៃមានឥណ្ឌូមានថៃមានឥណ្ឌូបងប្អូនដោយសារតែនៅប៉ោយប៉ែតយើងណាគឺមានបងប្អូនខាងប្រជាជនថៃច្រើនហើយបងគឺគាត់មានសេវាកម្មដឹកដល់កន្លែងមិនមែនអេបទេគឺយើងរកសេវាកម្មដោយខ្លួនឯងបាទអត់មានប្រើអេបទេសេវាកម្មគឺដល់តែលឿនហ្មងចាហើយបងភាគច្រើននេះគេកំងតាមណាតាម LINE តាម Telegram តាម LINE តាម Telegram គឺបងមានពីប្រព័ន្ធហ្នឹងបងបើពីម៉ោងប្រហែល7ព្រឹកដល់ម៉ោង5ល្ងាចអូខេដល់ពេលបងស្រីបានបញ្ជាក់អញ្ចឹងនៅទីនេះគឺគាត់បើកដំណើរការចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង5ល្ងាចប៉ុន្តែចាស់ស្រីបងប្អូននៅទៅដីក្រុងប៉ោយប៉ែតនេះគឺគេដើរទល់ភ្លឺនិយាយរួមទៅសឹងថាគេឆ្លាស់វេនគេគេអញ្ចឹងណាអូខេហើយទីតាំងក៏ចាំមើលខ្ញុំនឹងប្រាប់បងប្អូនយើងចុះតាមផ្លូវផ្សារកែឬក៏ផ្សារត្រីហ្នឹងណាបងប្អូនយើងជិះតាមផ្លូវឬក៏គេហៅថាផ្លូវសាលា ITC បងប្អូនយើងចុះមកមានឃើញគេឃើញក្រាសាំងមួយនៅខាងឆ្វេងដៃណាហើយបងប្អូនបត់ឆ្វេងដៃទៅជិះទៅរកផ្លូវហ្នឹងជិះទៅខាងសាលាព្រៃនិមិត្តវិញប៉ុន្តែបងប្អូនយើងជិះបានតែពាក់កណ្ដាលកន្លែងខាងស្ដាំដៃគេឃើញគាត់ហើយគេដាក់ឈ្មោះថាមលុបបេងកាហ្វេមានដើមបេង2ដើមនៅក្រោមហ្នឹងណានៅក្រោមហ្នឹងនៅទីហ្នឹងណាអត់ប្របាក់រកទេបងប្អូននេះតាំងគាត់គឺងាយស្រួលមែនតើអូខេចាំបើសិនជាបងប្អូនចង់សង្សាអូខេអាចទៅសាក់នៅកន្លែងគាត់បានអូខេចាំពីខ្ញុំមេលីមានតែប៉ុណ្្នឹងទេចេញពីក្រុងប៉ោយប៉ែតអរគុណច្រើនបាយបាយ